សម្រាប់ជំនាស់ចម្បាំង F16 គឺជាជំនាស់ចម្បាំងទំនើបដែលផលិតដោយក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកវាត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយជាងគេនៅលើពិភពលោកផងដែរយន្តហោះនេះដាក់បង្ហាញជាសាធារណៈលើកដំបូងក្នុងឆ្នាំ1974និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ1978ល្បឿនអតិបរមាហោះបាន2120គីឡូម៉ែត្រក្នុង1ម៉ោងចម្ងាយហោះបាន4200គីឡូម៉ែត្រនិងហោះបានកម្ពស់អតិបរមា15000ម៉ែត្រសម្រាប់អាវុធនិងប្រព័ន្ធប្រយុទ្ធមានដូចជាកាំភ្លើងខាងក្នុង M61 អាវុធខាងក្រៅមានដូចជាគ្រាប់បែក MK82 MK84 កុំជ្រួចពីអាកាសទៅអាកាស AM9 និង AM120 សម្រាប់កាំជ្រួចពីអាកាសទៅលើដីមានដូចជា AGM65 AGM88 តម្លៃរបស់ F16 ចាស់ឬមិនមានបច្ចេកវិទ្យាថ្មីវាអាចមានតម្លៃនៅចន្លោះ20ទៅ40លានដុល្លារក្នុងមួយគ្រឿងផងដែរ